នៅមុខសាលមហោស្រពកោះពេជ្រនាព្រឹកព្រលឹមថ្ងៃពុធទី12មេសារថយន្តក្រុងជាច្រើនគ្រឿងបានចតទម្រាបគ្នាយ៉ាងមានរបៀបព្រះអាទិត្យចាប់ផ្ដើមជះពន្លឺនិងបញ្ចេញកម្ដៅកាន់តែខ្លាំងល្មមអាចមើលឃើញយ៉ាងច្បាស់ពីឈ្មោះខេត្តមួយចំនួនដែលបិទនៅលើរថយន្តក្រុងទាំងនោះឈ្មោះខេត្តដែលបានសរសេរមានសរុបចំនួន15គឺជាខេត្តគោលដៅដែលរថយន្តក្រុងនីមួយៗត្រូវដឹកជញ្ជូនអ្នកដំណើររៀងៗខ្លួនអ្នកដំណើរចាស់ក្មេងប្រុសស្រីក៏ផ្ដើមបង្ហាញខ្លួនដោយក្នុងដៃកាន់សំបុត្ររថយន្តពណ៌ក្រហមប្រឹងផ្ទៀងរកឈ្មោះរថយន្តហើយក៏ឡើងរថយន្តជាបន្តបន្ទាប់ដោយមានសម្ពាយជាសម្លៀកបំពាក់សម្ភារៈផ្ទាល់ខ្លួននិងចំណីអាហារភ្ជាប់ជាមួយស្រាប់ស្រុកកំណើតនៅស្វាយរៀងមកស្វាយរៀងឥឡូវឡប់ទៅប្រទាយមានជ័យវិញខ្ញុំមកខ្ញុំជិះឡានតាក់ស៊ីទៅវិញនេះទៅប្រទាយមានជ័យវិញជិះឡានក្រុងចាតាមធម្មតាចំណាយប្រហែលក្នុងថ្លៃស្រុកណាវិញតាំងទៅតាំងមក100000រៀលមិនបានបងអាចឡើងឡាននេះបានខ្ញុំឃើញគេផ្សាយក្នុងទូរទស្សន៍ថាកេនស្បឺតហ្នឹងចែកសម្បត្តិឲ្យទៅលេងស្រុកកំណើតដោយអត់អស់សហុយអ្នកស្រីញ៉ែនធីវីមានវ័យជាង50ឆ្នាំគឺជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើររាប់ពាន់អ្នកផ្សេងទៀតដែលជ្រើសយករថយន្តក្រុងមួយចតនៅកោះពេជ្រដើម្បីធ្វើដំណើរត្រឡប់ទៅទីសំណាក់ឯខេត្តបន្ទាយមានជ័យវិញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់នៅ2ថ្ងៃទៀតតែប៉ុណ្ណោះបើទោះបីជាធ្វើដំណើរតែម្នាក់ឯងតែការបដូរមកជិះរថយន្តក្រុងដែលមានម៉ាស៊ីនត្រជាក់និងមិនអស់សហុយបានបន្ថែមស្នាមញញឹមលើផ្ទៃមុខរបស់លោកស្រីពេញមួយព្រឹករហូតដល់រថយន្តចាក់ចេញពីចំណតមានអារម្មណ៍ថាសប្បាយចិត្តបានជិះឡានហ្នឹងទី1អត់អស់លុយផងទី2ដូចជាមានអារម្មណ៍គេទទួលអបអរយើងដោយអត់មានរើសអើងអីចឹងណាមានអារម្មណ៍ថាសប្បាយដូចទេសចរអញ្ចឹងចាប់ពីវេលាម៉ោង8ព្រឹកតទៅរថយន្តក្រុងម្ដងមួយបានផ្ដើមចេញដំណើរពីទីចំណតបើកបន្តកន្ទុយគ្នារដឹកឆ្លងស្ពានភ្លោះកោះពេជ្រឆ្ពោះទៅកាន់បណ្ដាខេត្តរៀងៗខ្លួនវេលាម៉ោង7:09ព្រឹកនៅសល់រថយន្តចំនួន6កំពុងចតរង់ចាំអ្នកដំណើរគឺរថយន្តក្រុងដែលមានគោលដៅទៅខេត្តតាកែវនៅក្នុងរថយន្តក្រុងពាក់ស្លាកតាកែវ03ស្ត្រីម្នាក់វ័យជាង20ឆ្នាំប្លាយកំពុងអង្គុយលើកៅអីដាក់កូនតូចអាយុជាង5ខែនៅលើផ្លូវទាំងពីរដែលគេងយ៉ាងស្កប់ស្កល់អ្នកស្រីម៉ងវីនីមិនធ្លាប់ជិះរថយន្តក្រុងដែលមានម៉ាស៊ីនត្រជាក់ពីមុនមកទេតែការហ៊ានសាក់លបងធ្វើដំណើរលើកនេះព្រោះតែរថយន្តក្រុងមិនគិតថ្លៃទៅសាក់មួយកូនអាយុ5ខែជិះឡានក្រុងចឹងងាយស្រួលមែនទេលាយជិះឡានក្រុងកូនកេងស្រួលអង្គុយក្បែរគ្នាដោយឆ្វេងដៃកំពុងប្រឡែងជាមួយនឹងកូនប្រុសពីរនាក់ផ្សេងទៀតគឺស្វាមីរបស់អ្នកស្រីម៉ុងវីនីលោកវុតអាយុ31ឆ្នាំធ្លាប់ជិះរថយន្តក្រុងបានម្ដងដែរហើយក៏ជាប់ចិត្តចង់ជិះរថយន្តក្រុងជាងរថយន្តឈ្នួលដែលពិបាកសម្រាប់កូនតូចៗហើយសៅហុយធ្វើដំណើរក៏ចំណាយច្រើនដែរពិបាកបងឡានតូចវាចង្អៀតហើយណាមួយពេលយើងមានកូនតូចអញ្ចឹងកូនជិះលើកាផ្លូវរហូតជុកជើងហ្នឹងមកដល់ផ្ទះបើជិះឡានក្រុងវាទលាយវាអាចកូនបានអង្គុយពេញនៅពីមុខប្តីប្រពន្ធកូន3មួយគូនេះគឺលោកយាយប៉ែនសេវ័យ71ឆ្នាំលោកយាយកំពុងតែ3ចៅតូចអាយុជាង1សប្តាហ៍ព្រមទាំងឆ្លៀតមើលថែទាំកូនស្រីដែលទើបនឹងសម្រាលកូនរួចអង្គុយនៅខាងឆ្វេងដៃបើទោះបីជាមិនធ្លាប់ជិះឡានក្រុងពីមុនតែលោកយាយផ្ដើមចូលចិត្តជិះឡានក្រុងជាងឡានឈ្នួលធុនតូចហើយចៅអាយុទៅបានអាទិត្យជាងកូននៅហ្នឹងកូនង៉ែនៅហ្នឹងហើយដល់ហើយឡូវចង់ទៅស្រុកលេងស្រុកចូលឆ្នាំចូលឆ្នាំហើយមកវិញហើយមិនឯងយើងបានឡានជិះអត់អស់លុយចាបាយចិត្តបានឡានជួយជូនដំណើរអរគុណទលាយឲ្យតិចការដល់បានឡានក្រុងវាស្រួលហ្នឹងចង់ទៅស្រុកដែរតែនេះថាមិនតូចណាតែចៅថាឡានក្រុងចាញ់ឲ្យយើងអាហ្នឹងទៅមកដល់ឡានក្រុងអញ្ចឹងបានមកទៅវាសុខស្រួលចូលមកវិញជាអីមកវិញមិនទាន់ដឹងជិះឡានក្រុងទៀតបើសិនអាចបើជិះឡានក្រុងវិញតកែវនេះជាលើកទី1ហើយដែលមានក្រុមហ៊ុនរៀបចំកម្មវិធីសប្បុរសដឹកអ្នកដំណើររាប់ពាន់នាក់ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរអ្នកដំណើរជាច្រើនសុទ្ធតែសម្ដែងភាពរីករាយនិងអំណរគុណចំពោះការផ្ដល់មធ្យោបាយដឹកជញ្ជូនទៅស្រុកកំណើតដោយមិនគិតប្រាក់ត្បិតជាធម្មតាក្នុងឱកាសបុណ្យជាតិសំខាន់ឡានក្រុងឬរថយន្តឈ្នួលធុនតូចនិងរថយន្ត12កៅអីដែលពលរដ្ឋនិយមជិះតែងឆ្លៀតដំឡើងថ្លៃឈ្នួលអាចធ្វើជា2លោកសុកភត្រាមន្ត្រីផ្នែកទំនាក់ទំនងសាធារណៈនិងប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ុន Gensberg បានបញ្ជាក់ថាក្រុមហ៊ុនបានជួលឡានក្រុងសរុប100គ្រឿងសម្រាប់ដឹកជញ្ជូនអ្នកដំណើរ5000នាក់ទៅកាន់ទិសដៅ15ខេត្ត
ចំពោះកំណត់នេះគឺយើងគិតជូរមកហើយតាំងពីដើមឆ្នាំមកម្ល៉េះយើងត្រៀមនឹងធ្វើសម្រាប់ចូលឆ្នាំខ្មែរនឹងតែម្ដងដើម្បីឲ្យគាត់ទទួលភាពរីករាយពី Strasbourg ហើយដោយសារឃើញពេលប្រជាពលរដ្ឋដែលគាត់ចេញទៅក្នុងឱកាសចូលឆ្នាំហ្នឹងមានគាត់ចេញទៅច្រើនអញ្ចឹងយើងក៏សម្រេចចិត្តថាជួយគាត់ក្នុងការធ្វើដំណើរទៅស្រុកកំណើតរបស់គាត់ជារួមគឺវាអាចកាត់បន្ថយឡើងថ្លៃហើយនឹងជួយសម្រួលក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋផងដែរចំពោះថវិកាចំណាយក្នុងគម្រោងនេះជាង$50,000សម្បត្តិចំនួន 5,000 ត្រូវបានចែកជូនពលរដ្ឋនៅរាជធានីភ្នំពេញតាំងពីថ្ងៃទី 8 មេសាមកម្លេះមិនមែនគ្រប់អ្នកទទួលបានសម្បត្តិសុទ្ធតែបង្ហាញខ្លួននៅចំណតរថយន្តនៅព្រឹកថ្ងៃពុធនេះទេរថយន្តខ្លះបានចាក់ចេញពីចំណតទាំងមានកៅអីនៅសល់ទំនេរជាច្រើនព្រោះគ្មានអ្នកដំណើរគ្រប់ចំណុះ45នាក់តំណាងក្រុមហ៊ុនសម្ដែងការសោកស្ដាយចំពោះអ្នកដំណើរដែលចង់ត្រឡប់ទៅស្រុកកំណើតពិតប្រាកដសម្រាប់អ្នកដែលគាត់ទទួលបានសម្បត្តិហើយគាត់អត់បានមកក៏យើងសោកស្ដាយចំពោះអ្នកដែលគាត់ចង់បានសម្បត្តិហើយគាត់មិនបានទៅដោយសារយើងខំប្រកាសតាមសារព័ត៌មានបរិសុទ្ធទូទស្សន៍នានាសូមឲ្យគាត់មកទទួលយកសម្បត្តិដោយពិតប្រាកដដែលមានបំណងទៅខេត្តពិតប្រាកដជាអ្នកបើកបរអស់រយៈពេលជាង11ឆ្នាំមកហើយលោកឌូប៊ុនធឿនមិនធ្លាប់បានទៅលេងស្រុកកំណើតនៅស្រុកស្អាងខេត្តកណ្ដាលក្នុងឱកាសបុណ្យជាតិសំខាន់ឡើយតែលោកនៅតែមានចិត្តសប្បាយរីករាយដោយអ្នកដំណើរទូទៅដែរចំពោះការបំពេញតួនាទីជាអ្នកដឹកនាំជូនពលរដ្ឋទៅលេងស្រុកកំណើតថ្ងៃវាជីបយើងចឹងហើយយើងត្រូវតែជូនអ្នកដំណើរទៅចឹងហើយបាទអីសុបាយដែរបានជូនប្រជាជនយើងជាពលរដ្ឋយើងទៅលេងស្រុកឃើញគេទៅសុបាយប៉ុន្តែចាំតែយើងទៅបង្កើតការសាងអំពើល្អរបស់ក្រុមហ៊ុនដែលផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើររាប់ពាន់នាក់ដោយមិនគិតថ្លៃមិនប្រកាសថាគ្មានផលតបស្នងវិញនោះទេចំពោះពុទ្ធសាសនិកជនខ្មែរមួយចំនួនដែលចំណេញបានថវិកាខ្លះពីថ្លៃឡានក្រុងពួកគេនឹងប្រើប្រាស់ថវិកាទាំងនោះដើម្បីដាក់ទានហើយនឹងឧទ្ទិសកុសលតបស្នងដល់ម្ចាស់ឡានវិញចូលឆ្នាំធ្វើបុណ្យធ្វើទានទិញអីហូបខ្លះឲ្យសុបាយចិត្តអាហ្នឹងបាទអរគុណទាំងអស់គ្នាសូមជូនបុណ្យជូនពរទៅឲ្យម្ចាស់ឡានឲ្យរុងរឿងចម្រើនឲ្យរដ្ឋរីកចម្រើនឡើងទៅច្រើនដែរនៅក្នុងប្រទេសកម្ពុជាមូលហេតុមួយដែលបង្កឲ្យកើតជំងឺនេះត្រូវបានគេគិតថាគឺជាផលវិបាកនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតតទៅនេះសូមអញ្ជើញស្ដាប់អៀងសុកមិញអូទីសគឺជាវិបត្តិនៃការលូតលាស់មិនត្រឹមត្រូវរបស់កុមារទាំងផ្នែកសតិស្មារតីអាកប្បកិរិយាការនិយាយស្ដីនិងដែលស្ដែងចេញដោយកុមារត្រូវប្រឈមមុខនឹងការលំបាកមួយចំនួនដូចជាពិបាកចុះចូលក្នុងសង្គមចូលចិត្តរស់នៅឯកានិងមូមុខពិបាកធ្វើទំនាក់ទំនងជាមួយនឹងអ្នកដទៃទាំងការបញ្ចេញមតិបញ្ចេញយោបល់ក្រចេះនិយាយឬក៏មិនចេះនិយាយឬក៏មិនសូវយល់ភាសានិយាយរៀនមិនចេះពិបាកផ្នែកអត្តចរិតចូលចិត្តធ្វើកាយវិការដដែលគ្មានការលូតលាស់ផ្នែកសតិបញ្ញាមិនចូលចិត្តលេងជាញឹកញយមនុស្សឬក៏កុមារមានជំងឺអូទីសមហៅតាមភាសាបារាំងមានញៀនពិសេសឆាប់ទទួលអារម្មណ៍ពិបាកទ្រាំនឹងសម្លេងទ្រាំនឹងក្លិនឬក៏ញៀនផ្សេងទៀតលក្ខណៈពិសេសផ្នែកញៀនអាចធ្វើឲ្យគេបញ្ចេញប្រតិកម្មចម្លែកប្លែកខុសពីមនុស្សដទៃប្រតិកម្មបែបកាចមិនសមហេតុផលឬក៏ជ្រុលហួសហេតុដូចជាស្រែកខ្លាំងមានកាយវិការច្រងេងច្រងាងឬក៏ហិង្សាពិបាកយល់ក្រយល់ពិបាកបញ្ចេញមតិមិនចេះស្រដីចូលរួមចំណែកយ៉ាងខ្លាំងនាំឲ្យคล้ายទៅជាមានបញ្ហាផ្នែកអាកប្បកិរិយាមានអូទីសមនុស្សនឹងមានការលំបាកក្នុងការនិយាយស្ដីក្នុងការបញ្ចេញអារម្មណ៍ដែលមាននៅក្នុងចិត្តដូចជាមិនអាចសម្ដែងការឈឺចាប់សម្ដែងការខឹងសម្បារនៅក្នុងអារម្មណ៍បានឡើយគឺចាំតែបញ្ចេញប្រតិកម្មនៅពេលទប់លែងជាប់តែប៉ុណ្ណោះដូច្នេះមនុស្សបែបនេះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរទាក់ទងនឹងបញ្ហាសុខភាពប្រចាំកាយដែលគេមិនអាចមើលឃើញបានការព្យាបាលនិងការត្រួតពិនិត្យតាមដានសុខភាពមនុស្សមានអូទីសគឺជាកិច្ចការប្រឈមខ្លាំងសម្រាប់សុខភាពរបស់ពួកគេក្នុងករណីមានបញ្ហាអូទីសធ្ងន់ធ្ងរគឺប្រៀបដូចជាមនុស្សមានភាពពិការជាប់នឹងខ្លួនយ៉ាងដូចនេះក៏ប៉ុន្តែគួរឲ្យសោកស្ដាយពីព្រោះកុមារមានអាការៈឬក៏វិបត្តិអូទីសជាប់នឹងខ្លួនមានកាន់តែច្រើនឡើងពេលនេះនៅសហរដ្ឋអាមេរិកគេរាប់ឃើញមានកុមារម្នាក់ក្នុងចំណោមកុមារ68នាក់មានផ្ទុកវិបត្តិអូទីសនៅឆ្នាំ2010បើប្រៀបធៀបទៅនឹងឆ្នាំ2000ដែលមានត្រឹមតែម្នាក់ក្នុងចំណោម150នាក់តើហេតុអ្វីបានជាករណីវិបត្តិអូទីសកើតឡើងខ្លាំងយ៉ាងដូចនេះ
ពុំទាន់មានចម្លើយគ្រប់គ្រាន់សម្រាប់បំភ្លឺទេក៏ប៉ុន្តែការសិក្សានៅសហរដ្ឋអាមេរិកទើបចេញផ្សាយកាលពីពេលកន្លងទៅថ្មីនេះបានរកឃើញថាថ្នាំសម្លាប់សត្វល្អិតមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងជំងឺអូទីសនេះស្ត្រីមានផ្ទៃពោះដែលរស់នៅក្នុងកសិដ្ឋានឬក៏ក្បែរកសិដ្ឋានដែលមានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត pesticide ត្រូវប្រឈមនឹងគ្រោះថ្នាក់មានកូនកើតមកជាមួយនឹងជំងឺអូទីសដល់ទៅ 66% លើស្ត្រីធម្មតាដែលរស់នៅឆ្ងាយពីតំបន់ប្រើថ្នាំគីមីកសិកម្មសូមស្ដាប់ប្រសាសន៍លោកមាក់ម៉ាក់ក្រាឌីដែលអាចបញ្ជាក់អំពីផលប៉ះពាល់នៃថ្នាំពុលគីមីកសិកម្មចំពោះសុខភាពគ្រោះថ្នាក់ដែលគេហៅថាពុលរ៉ាំរ៉ៃបានន័យថាថ្នាំពុលបានចូលទៅក្នុងខ្លួនមនុស្សយើងបាទបន្តិចម្ដងតាមការប្រើប្រាស់ឬក៏តាមការបរិភោគអាហារដែលមានជាតិពុលហ្នឹងរាប់ខែរាប់ឆ្នាំទៅវាបង្កកទៅក្នុងអាសារាងកាយរបស់យើងជាពិសេសជាលិកាខ្លាញ់វាធ្វើឲ្យថ្នាំពុលហ្នឹងធ្វើទុកទោសដល់សុខភាពរបស់ប្រជាកសិកររបស់យើងរោគសញ្ញាដែលមានការសំខាន់នោះគឺអាចធ្វើឲ្យបាពុលដល់សរសៃប្រសាទធ្វើឲ្យឆាប់ភ្លេចឬក៏ការចងចាំមិនល្អបាទហើយថ្នាំពុលមួយប្រភេទខ្លះទៀតធ្វើទុកទោសទៅដល់ថ្លើមគ្រឿងក្នុងមានថ្លើមក្រពះធ្វើឲ្យរលាកថ្លើមធ្វើឲ្យរលាកក្រពះហើយធ្វើឲ្យមានអាការប្រែប្រួលនៅប្រព័ន្ធអរម៉ូននិងប្រព័ន្ធការពាររាងកាយចឹងធ្វើឲ្យអ្នកជំងឺមួយចំនួនគឺអាចក្លាយទៅជាមានជំងឺរលាកនៅប្រដាប់គ្រឿងក្នុងទាំងអស់នេះហើយបើសិនជានៅបន្តការប្រើប្រាស់ទៀតគឺអាចធ្វើឲ្យឬក៏មានការទទួលរងនៅថ្នាំពុលបន្ថែមទៀតគឺធ្វើឲ្យរហូតដល់មានកើតជាជំងឺមហារីកបាទដែលថ្មីនេះគឺយើងឃើញមានរបាយការណ៍នៃការសិក្សាជាច្រើនដែលបានបង្ហាញថាថ្នាំពុលមួយចំនួនជាមូលហេតុធ្វើឲ្យកើតនៅជំងឺមហារីកបាទហើយមានគ្រោះថ្នាក់មួយទៀតបាទគួរតែយកចិត្តទុកដាក់បាទដោយឆ្នាំនេះតាមយុទ្ធនាការសប្តាហ៍មិនប្រើប្រាស់ថ្នាំកសិកម្មបានបង្ហាញពីភស្តុតាងមួយចំនួនតែថាមានថ្នាំពុលមួយចំនួនគឺបង្កឲ្យមានការប៉ះពាល់ដល់ការលូតលាស់របស់កុមារប៉ះពាល់ទាំងរាងកាយប៉ះពាល់ទាំងផ្នែកស្មារតីរបស់កុមារបាទអញ្ចឹងធ្វើឲ្យកុមារនឹងមានបញ្ញាមិនវាងវៃឬក៏ប៉ះពាល់ដល់រូបរាងកាយរបស់កុមារហ្នឹងគឺធ្វើឲ្យមានការលូតលាស់មិនប្រក្រតីនៅក្នុងរបាយការណ៍ចុះផ្សាយក្នុងទំព័រទស្សនាវដ្តី Environmental Health Perspective ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Davis of California បានបង្ហាញអំពីទំនាក់ទំនងរវាងការរស់នៅក្បែរកន្លែងមានប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិតនិងកំណើតកុមារមានវិបត្តិផ្នែកការលូតលាស់ប៉ុន្តែមិនបានពន្យល់អំពីទំនាក់ទំនងហេតុនិងផលនេះទេអ្នកស្រាវជ្រាវបានប្រឈមនឹងទិន្នន័យដ៏គួរឲ្យភ្ញាក់ផ្អើលជុំវិញការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅកាលីហ្វ័រញ៉ាតាមដានសង្កេតមើលឃើញគ្រួសារស្ម័គ្រចិត្តចូលរួមចំនួន 1000 គ្រួដែលមានកូនកើតជំងឺខុសប្រក្រតីមានការវិវត្តខួរក្បាលខុសពីមនុស្សដទៃពួកគាត់សុទ្ធតែបានរស់នៅជាមួយនឹងថ្នាំពុលសម្លាប់សត្វល្អិតក្នុងពេលពោពោះនៅពេលសម្រាលទាំងអស់នៅកាលីហ្វ័រញ៉ាច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតជាមួយនឹងការកំណត់ប្រភេទទីកន្លែងពេលវេលានិងបរិមាណនៃការប្រើអ្នកស្រាវជ្រាវបានសង្កេតឃើញថាថ្នាំសម្លាប់សត្វល្អិតភាគច្រើនដែលគេប្រើប្រាស់យ៉ាងញឹកញាប់ស្ទើរជាប្រចាំត្រូវបានប្រើប្រាស់នៅជិតលំនៅឋានរស់នៅពេកបង្កឲ្យក្មេងងាយកើតអាការៈអូទីសឬក៏មានការអភិវឌ្ឍខួរក្បាលយឺតយ៉ាវជាងក្មេងដទៃអ្នកស្រាវជ្រាវបានរកឃើញទៀតថាគ្រោះថ្នាក់កើតជំងឺវិវត្តខុសប្រក្រតីនេះមានកាន់តែខ្ពស់ឡើងខ្លាំងប្រសិនបើអ្នកជាម្ដាយបានប៉ះពាល់ហិតស្រូបថ្នាំសម្លាប់សត្វល្អិតនោះនៅពេលពោពោះចូលដល់ត្រីមាសទី2និងទី3ពលគឺចាប់ពីមានគភ៌អាយុ3ខែឡើងទៅខួរក្បាលរបស់ទារកនៅក្នុងផ្ទៃវ័យនេះងាយនឹងទទួលឥទ្ធិពលខ្លាំងណាស់ពីអំណាចថ្នាំសម្លាប់សត្វល្អិតការស្រាវជ្រាវនេះក៏អនុញ្ញាតឲ្យគេសន្មតបាននិងទទួលស្គាល់លទ្ធផលនៃការសិក្សាមុនដែលសង្កេតឃើញថាកូនកើតមកមានជំងឺអូទីសជាប់នឹងខ្លួនមកពីម្ដាយពេលពោពោះបានប្រឈមមុខនឹងផលិតផលគីមីកសិកម្មទាំងឡាយ
ថ្វីបើពេលនេះគេត្រូវការរងចាំតាមដានមើលក្រែងមានថ្នាំគីមីសម្រាប់សត្វល្អិតណាខ្លាំងជាងថ្នាំមួយណាឬក៏ថ្នាំប្រភេទខ្លះផ្ដល់គ្រោះថ្នាក់ខ្លាំងដល់ទារកនោះសារដ៏សំខាន់បំផុតសម្រាប់ពេលនេះគឺស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវប្រុងប្រយ័ត្ននិងជៀសវាងកុំនៅជិតផលិតផលគីមីកសិកម្ម